ម្ដាយក្មេកឃើញកូនប្រសាធ្វើការរោងចក្រហត់ពេកណាក៏បែកកណិតបបួលកូនមករកស៊ីវិញមានអីហត់លើសដើមប៉ុន្តែគាត់សប្បាយចិត្តដោយសារតែគាត់លក់ដាច់លក់អីចឹងទៅហើយគាត់លក់ជាប្រភេទព្រួយត្រីអាំងមានគោងៀតមានកដោបមានអីចឹងទៅជាពិសេសគឺបុកល្ហុងនឹងបន្តតែម្ដងហើយកូនប្រសាអ្នកបុកអីចឹងទៅម្ដាយគាត់ដឹកយកទៅលក់នៅតំបន់ទេសចរទឹកធ្លាក់ថ្មក្រាលប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាទៅលេងម្ដុំហ្នឹងណាចង់មកអង្គុយញ៉ាំកន្លែងគាត់ក៏បានដែរគាត់មានកញ្ចុះមានអីចឹងទៅប៉ុន្តែពួកខ្ញុំនេះគឺខ្ចប់មានបុកល្ហុងមានព្រួយត្រីគោងៀតកដោបអីហ្នឹងគឺយកមកញ៉ាំនៅកន្លែងស្នាក់វិញដោយសារតែយើងមើលទេសភាពជើងភ្នំជើងអីស្រស់ស្អាតមែនតើញ៉ាំបែបឈៀលអង្គុយទៅចែកគ្នាលេងអីអញ្ចឹងណាបុកល្ហុងគាត់ដាក់ម្ទេសរៀងហិលមកញ៉ាំជាមួយនឹង Express ទៀតអូកាន់តែពិសេសមែនតើអញ្ចឹងមក explore ជាមួយនឹង Express ទាំងអស់គ្នាជាមួយនឹងតំបន់ទេសចរដែលមានម្ហូបអាហារតាមតំបន់របស់គេពិសេសណាដោយចនិតនេះគឺគាត់លក់ជាប្រភេទបុកល្ហុងមានគោងៀតមានអីច្រើនសម្បូរបែបហើយសម្រាប់បុកល្ហុងរបស់គាត់បើសិនជាយើងដាក់ម្ទេសរៀងហិលញ៉ាំជាមួយនឹង Express នេះគឺត្រូវជាតិគ្នាមែនតើហើយ Express ជាផលិតផលខ្មែរមានពីររសជាតិមាន Express រសជាតិ Strawberry អ្នកដែលចូលចិត្តញ៉ាំ Strawberry អីហ្នឹងគឺដាក់ទៅត្រូវម៉ាច់ហ្មងពេលដែលគាស់មកក្លិន Strawberry ឡើងភាយឈ្ងុយតែម្ដងហើយរសជាតិក៏ឆ្ងាញ់ដែរហើយបើសិនជាអ្នកចូលចិត្តរសជាតិបែបក្លិនត្រសក់ផ្អែមហ្នឹងគឺដាក់ជាមួយនឹង Express Melon ហ្នឹងគឺត្រូវគ្នាមែនតើហើយរសជាតិថ្មីហើយបើបានចាក់ដាក់ទឹកកកត្រជាក់ទៀតអូកាន់តែឆ្ងាញ់ហ្មងណាអញ្ចឹងយើងជួយប្រើប្រាស់ផលិតផលខ្មែរក៏ដូចជាជួយសេដ្ឋកិច្ចយើងដូចគ្នាញ៉ាំ Express more than slay ហើយសម្រាប់ Janet នេះប្រវត្តិគាត់គឺតស៊ូមែនតើគាត់ជាអ្នកខេត្តកំពង់ចាមទេប៉ុន្តែធ្លាប់ទៅធ្វើការនៅរតនគិរីនៅអីទៀតហើយបន្ទាប់មកគាត់ក៏បានស្គាល់ស្វាមីគាត់អញ្ចឹងការមួយគ្នាបានប្រហែលជាជិត1ឆ្នាំហ្នឹងទេក៏បានម្ដាយក្មេកនេះឃើញថាអូកូនប្រសាធ្វើការរោងចក្រហត់អីហត់ចឹងទៅក៏បបួលគ្នាមកលក់ដូរមកលក់អីវិញបង្កើតជាអាជីវកម្មនៅក្នុងតំបន់អីចឹងណាទី1ជួយទាំងលើកស្ទួយវិស័យទេសចរនៅក្នុងតំបន់របស់គាត់ទៀតដោយសារភាគច្រើនអ្នកដែលទៅលេងទឹកធ្លាក់ជ្រាវគឺគាត់ថាអូពិបាករហូអត់ដឹងកន្លែងណាមានលក់បុកល្ហុងកន្លែងណាមានលក់នេះមានលក់នោះអញ្ចឹងណាភាគច្រើនគាត់ទៅដល់តំបន់ទេសចរភាគច្រើនមានលក់ជាប្រភេទម្ហូបអាហាររបៀបមាន់មានអីចឹងទៅប៉ុន្តែអាប្រភេទបុកល្ហុងអីនេះគឺនៅតំបន់ហ្នឹងវាពិបាករហូប៉ុន្តែសម្រាប់កន្លែង Janet នេះគឺគាត់ដោះស្រាយអាបញ្ហាហ្នឹងគាត់ថាដោយសារតែនៅតំបន់ទេសចរទឹកធ្លាក់ជ្រាវនេះអត់សូវមានអ្នកណាគេលក់ជាប្រភេទបុកល្ហុងឬគោងៀតឬក៏ជាប្រភេទព្រួយត្រីអាំងព្រួយត្រីអីចឹងណាហើយជាពិសេសនៅតំបន់ហ្នឹងគឺសម្បូរមែនតើជាមួយនឹងកដោបបំពងនេះគឺស្រួយស្រាប់តែម្ដងអញ្ចឹងអ្នកដែលទៅលេងទឹកធ្លាក់ជ្រាវកុំភ័យបារម្ភរឿងថាអត់មានបុកល្ហុងអាចមកសាកបាននៅកន្លែង Janet គាត់មានច្រើនប្រភេទមែនតើបុកល្ហុងរបស់គាត់ណាមានបុកប៉ាតេជាមួយប៉ាតេក៏បានមានគ្រឿងសមុទ្រមានអីច្រើនសម្បូរបែបមែនតើហើយតម្លៃក៏វាសមរម្យដែរហើយអ្វីដែលខ្ញុំចាប់អារម្មណ៍មួយទៀតណាគឺ Janet ហ្នឹងគឺគាត់អ្នកបុកល្ហុងហើយគាត់ដាក់ជាប្រភេទប្រអប់អញ្ចឹងណាដាក់បុកហើយបាន4 5ប្រអប់ឬក៏10ប្រអប់អីចឹងទៅម្ដាយគាត់វិចខ្ចប់ហ្នឹងយកទៅលក់នៅតំបន់ទឹកធ្លាក់ទៀតអញ្ចឹងនេះគឺជាចំណុចពិសេសមួយដែលធ្វើឲ្យគាត់លក់កាន់តែដាច់អញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចង់ទៅលេងនៅទឹកធ្លាក់ជ្រាវឬក៏បានទៅលេងនៅទឹកធ្លាក់ជ្រាវនេះអាចចូលទៅសាកញ៉ាំបុកល្ហុង Janet បានហើយព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លាក់ជូននៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត